ស្ត្រីខ្មែរម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពេញមួយជីវិតដោយសារតែឃាតកម្មបាញ់សម្លាប់ប្តីរបស់ខ្លួននៅទឹកដីសហរដ្ឋអាមេរិកហើយនៅពីក្រោយវាំងននដ៏ខ្មៅងងឹតមួយនេះសង្ស័យថាស្ត្រីដែលជាភរិយាបានសម្លាប់ប្តីរបស់ខ្លួនកើតជំងឺផ្លូវចិត្តនឹងមុនពេលដែលតុលាការចេញសេចក្តីសម្រេចថាដាក់ទោសឲ្យជាប់ពន្ធនាគារមួយជីវិតគឺស្ត្រីដែលជាជនសង្ស័យបានជ្រើសរើសយកវិធីសាស្ត្រមិនផ្ដល់ចម្លើយអ្វីទាំងអស់ទៅខាងតុលាការដោយឲ្យខាងប៉ូលីសស្វែងរកចម្លើយនៃការពិតដោយខ្លួនឯងសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍ដល់ការចូលមកកាន់ Channel នៅមីសាជាថ្មីនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពីឃាតកម្មដែលបានបង្កឡើងដោយស្ត្រីដែលជាជនជាតិខ្មែរហើយជនរងគ្រោះក៏ជាជនជាតិខ្មែរដូចគ្នាដែរហើយខ្ញុំក៏សូមអភ័យទោសទុកជាមុនសម្រាប់ការអធិប្បាយវីដេអូមួយនេះប្រហែលជាមិនសូវជាល្អិតល្អន់ក្បោះក្បាយប៉ុន្មានទេដោយសារតែព័ត៌មានដែលខ្ញុំប្រមូលបានហ្នឹងក៏មិនសូវជាទ្រឹមទ្រាយប៉ុន្មានដែរប៉ុន្តែខ្ញុំនឹងព្យាយាមធ្វើយ៉ាងណាឲ្យអ្នកទាំងអស់គ្នាងាយស្រួលយល់នៅក្នុងហេតុការណ៍មួយហ្នឹងឃាតកម្មមួយនេះបានកើតឡើងតាំងពីថ្ងៃទី3ខែមករាឆ្នាំ2022តែតុលាការទើបតែចេញសេចក្តីសម្រេចនៅថ្ងៃទី1ខែឧសភាឆ្នាំ2025នេះទេជនរងគ្រោះមានឈ្មោះថាអិនសុធនជាខ្មែរអាមេរិកមានអាយុ39ឆ្នាំត្រូវបានដេកស្លាប់នៅក្នុងថ្លុកឈាមនៅក្នុងបន្ទប់គេងរបស់គាត់ក្រោយពីផ្ទុះអាវុធចំនួន1គ្រាប់ចំក្បាលហើយធ្លុះមកដល់កញ្ចឹងកខាងក្រោយរបស់គាត់ធ្វើឲ្យគាត់ស្លាប់បាត់បង់ជីវិតភ្លាមៗតែម្ដងលោកសុធនកើតនៅឆ្នាំ1983នៅក្នុងជំរំខោយដាងក្រោយពីរបបបល្ល័យពូជសាសន៍ហើយគាត់ក៏បានទៅរស់នៅទឹកដីសហរដ្ឋអាមេរិកជាមួយនឹងក្រុមគ្រួសាររបស់គាត់នៅពេលដែលគាត់មានអាយុប្រហែលជា7-8ឆ្នាំអញ្ចឹងលោកសុធនគាត់បានធំធាត់ហើយដឹងក្តីឡើងនៅទឹកដីសហរដ្ឋអាមេរិកនៅពេលដែលលោកសុធនធំធាត់ដឹងក្តីឡើងគឺគាត់មានចំណង់ចំណូលចិត្តហើយស្រឡាញ់ខាងវិស័យយោធាហើយគាត់ក៏បានចោះឈ្មោះធ្វើជាទាហានអាមេរិករហូតមកដល់ឆ្នាំ2003គាត់ក៏ធ្លាប់ធ្វើជាកងទ័ពអាកាសរបស់សហរដ្ឋអាមេរិកហើយគេក៏បានបញ្ជូនគាត់ឲ្យទៅធ្វើសង្គ្រាមនៅអ៊ីរ៉ាក់ទៀតផងគាត់ធ្លាប់បានទៅធ្វើសង្គ្រាមនៅអ៊ីរ៉ាក់2 ទៅ 3 ដងហើយក្រោយមកគាត់ក៏បានឈប់បម្រើការជាទាហានមកធ្វើការជាជនស៊ីវិលធម្មតាវិញអញ្ចឹងបានន័យថាគាត់គឺជាទាហានជើងចាស់របស់អាមេរិកហើយសម្រាប់អាមេរិកគឺគេផ្ដល់តម្លៃខ្លាំងមែនទែនសម្រាប់ទាហានដែលធ្លាប់បានទៅច្បាំងនៅអ៊ីរ៉ាក់ក្នុងអំឡុងឆ្នាំ2003ហ្នឹងគឺគេចាត់ទុកថាជាទាហានដែលអង់អាចក្លាហានជាវីរៈជនរបស់អាមេរិកហើយក្រោយមកគាត់ក៏ឈប់ធ្វើជាទាហានមកធ្វើជាជនស៊ីវិលធម្មតាវិញក្រោយពីឈប់ធ្វើជាទាហានគាត់ក៏បានទៅធ្វើការងារនៅហាងនំដូណាត់មួយកន្លែងហើយតកែហាងនំដូណាត់ហ្នឹងគាត់ក៏ជាជនជាតិខ្មែរដែរហើយលោកសុធនហើយនឹងម្ចាស់ហាងនំដូណាត់ហ្នឹងគាត់ក៏ស្រឡាញ់រាប់អានគ្នាដូចជាមិត្តភក្តិអញ្ចឹងរហូតមកដល់ឆ្នាំ2014លោកសុធនបានរៀបការជាមួយនឹងភរិយារបស់គាត់ដែលជាជនជាតិខ្មែរគាត់មានឈ្មោះថាលឹមធីរីហើយមុនពេលដែលគាត់រៀបអាពាហ៍ពិពាហ៍ជាមួយនឹងគ្នាហ្នឹងគាត់ស្គាល់ភរិយារបស់គាត់ដោយសារតែគាត់ធ្លាប់មកលេងនៅខ្មែរម្ដងហើយនៅពេលដែលមកដល់ខ្មែរគាត់ក៏បានស្នាក់នៅសន្តាគារមួយកន្លែងហើយភរិយារបស់គាត់អ្នកស្រីលឹមធីរីហ្នឹងគាត់គឺជា receptionist នៅសន្តាគារដែលគាត់ស្នាក់នៅហ្នឹងហើយគាត់ក៏បានស្គាល់គ្នាតាំងពីពេលហ្នឹងមកហើយបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ជាមួយនឹងគ្នាបានមួយរយៈពេលខ្លីលោកសុធនក៏បានធានាភរិយារបស់គាត់ហ្នឹងឲ្យមកនៅសហរដ្ឋអាមេរិកជាមួយនឹងគាត់ដែរហើយនៅក្នុងជីវិតគូរបស់គាត់ទាំងពីរនាក់មានរយៈពេល8ឆ្នាំហ្នឹងពួកគាត់មានកូន2នាក់ជាមួយនឹងគ្នាកូនស្រី1ប្រុស1គេអត់ប្រាប់ពីអាយុរបស់កូនរបស់គាត់ទេប៉ុន្តែបើតាមមើលទៅរូបថតរបស់ពួកគាត់នៅទូចខ្លាំងមែនតើមើលទៅអាយុប្រហែលជា3 ទៅ 4 ឆ្នាំអីទេហើយបើយើងមើលទៅទំនាក់ទំនងគ្រួសារប្តីប្រពន្ធរបស់គាត់លោកសុធនគាត់គឺជាស្វាមីម្នាក់ដែលស្រឡាញ់ប្រពន្ធគាត់ខ្លាំងមែនតើពីព្រោះថាប្រពន្ធរបស់គាត់នឹងស្អាតខ្លាំងមែនតើហើយបើយើងមើលទៅសម្រស់របស់ប្រពន្ធគាត់មើលទៅគឺសម្រស់ស្អាតមកពីធម្មជាតិហ្មងហើយនៅក្នុងក្រុមគ្រួសារពួកគាត់ទាំងសងខាងសុទ្ធតែដឹងថាលោកសុធននឹងគឺជាមនុស្សដែលស្រឡាញ់ប្រពន្ធសឹងនឹងថាលើកដាក់លើហឹងបានន័យថាគាត់ស្រឡាញ់ខ្លាំងហើយមួយវិញទៀតលោកសុធនគាត់មានចំណងចំណូលចិត្តខាងថតរូបគាត់បកកែថតរូបទឹកដៃគាត់ល្អហើយបើយើងមើលទៅលើ Facebook របស់ប្តីប្រពន្ធគាត់ទាំងពីរនាក់ហ្នឹងគឺគាត់តែងតែផុសរូបប្រពន្ធហើយនឹងរបស់កូនគាត់ស្អាតដែលជាស្នាដៃថតរូបរបស់គាត់ណាចំណែកលោកស្រីលឹមធីរីដែលជាភរិយារបស់គាត់វិញត្រូវបានឲ្យដឹងថាគាត់គឺជាស្ត្រីម្នាក់ដែលស្អាតហើយស្លូតបូតទៀតសូម្បីតែក្រុមគ្រួសារខាងស្វាមីរបស់គាត់ក៏បាននិយាយដែរថាលោកស្រីលឹមធីរីគឺជាមនុស្សដែលស្លូតបូតសូម្បីតែសម្លាប់សត្វសម្លាប់សម្ោចក៏គាត់អត់ហ៊ានសម្លាប់ដែរក៏ប៉ុន្តែនៅថ្ងៃទី3ខែមករាឆ្នាំ2022វេលាម៉ោង 12:39 នាទីថ្ងៃត្រង់នៅទីក្រុង Clarksville រដ្ឋ Tennessee សហរដ្ឋអាមេរិកគឺមានការផ្ទុះអាវុធកាត់ឡើងនៅក្នុងផ្ទះរបស់ពួកគាត់ដែលបានបណ្ដាលឲ្យលោកសុធនដែលជាស្វាមីត្រូវគ្រាប់កាភ្លើងមកគ្រាប់ចំក្បាលរបស់គាត់ធ្លុះរហូតមកដល់កញ្ចឹងកខាងក្រោយហើយធ្វើឲ្យគាត់បានស្លាប់បាត់បង់ជីវិតភ្លាម
ហើយនៅក្នុងថ្ងៃកើតហេតុហ្នឹងគឺពួកគាត់នៅជុំគ្នាទាំងអស់ទាំងប្តីប្រពន្ធរបស់គាត់ហើយនិងកូនៗរបស់គាត់ហ្នឹងគឺនៅក្នុងផ្ទះជាមួយគ្នាប៉ុន្តែលោកសុធនបានស្លាប់បាត់បង់ជីវិតរយៈពេល9ម៉ោងក្រោយមកទើបមានការប្តឹងប៉ូលីសអញ្ចឹងឥឡូវយើងមកដឹងថាមូលហេតុអីបានជាលោកស្រីលឹមធីរីមិនខលហៅឡានពេទ្យឬមួយក៏ប្តឹងប៉ូលីសនៅពេលដែលស្វាមីរបស់គាត់ស្លាប់បាត់បង់ជីវិតភ្លាមៗរហូតដល់រយៈពេល9ម៉ោងក្រោយមកទើបមានការប្តឹងប៉ូលីសហើយការប្តឹងប៉ូលីសហ្នឹងមិនមែនលោកស្រីលឹមធីរីជាអ្នកប្តឹងប៉ូលីសទៀតគឺមិត្តភ័ក្តិរបស់គាត់តគ្នាជាអ្នកប្តឹងប៉ូលីសអញ្ចឹងនៅថ្ងៃទី3ខែមករាឆ្នាំ2022លោកសុធនគាត់ចេញពីធ្វើការនៅហាងនំដូណាត់របស់គាត់នៅពេលដែលគាត់មកដល់ផ្ទះវិញគឺនៅវេលាម៉ោង 9:30 នាទីព្រឹកហើយនៅក្នុងផ្ទះរបស់គាត់នឹងមានកាមេរ៉ាសុវត្ថិភាពគ្រប់កន្លែងទាំងបន្ទប់គេងបន្ទប់ទទួលភ្ញៀវគឺមានកាមេរ៉ាសុវត្ថិភាពទាំងអស់ប៉ុន្តែកាមេរ៉ាដែលដាក់នៅក្នុងបន្ទប់គេងរបស់គាត់នឹងវាអត់ record ទេនៅជ្រុងផ្សេងៗ record ទាំងអស់លើកលែងតែនៅក្នុងបន្ទប់គេងហើយកាមេរ៉ានឹងអត់ record នឹងរយៈពេលប្រហែលជា1ឆ្នាំមកហើយអញ្ចឹងយោងតាមកាមេរ៉ាសុវត្ថិភាពហ្នឹងបង្ហាញថានៅពេលដែលលោកសុធនមកដល់ផ្ទះរបស់គាត់វិញហ្នឹងប្រពន្ធកូនគាត់នៅផ្ទះហើយទទួលស្វាគមន៍រាក់ទាក់គាត់ចេញពីធ្វើការវិញជាធម្មតាហើយក៏ឃើញរូបភាពនៅក្នុងកាមេរ៉ាសុវត្ថិភាពថាប្តីប្រពន្ធរបស់គាត់លោកលឿនជាមួយគ្នាធម្មតានៅពេលដែលមកដល់ផ្ទះលោកសុធនដែលជាប្តីហ្នឹងកេងកោយផ្លូវប្រពន្ធរបស់គាត់នៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវមើលទៅពួកគាត់លោកលឿនខ្លាំងមែនតើហើយក្រោយមកពួកគាត់ក៏ចូលទៅក្នុងបន្ទប់គេងរបស់គាត់អញ្ចឹងនៅពេលដែលចូលទៅដល់ក្នុងបន្ទប់គេងអត់មានការរីខពីកាមេរ៉ាសុវត្ថិភាពទេរហូតដល់ម៉ោង 12:39 នាទីថ្ងៃត្រង់មានការផ្ទុះអាវុធមួយកើតឡើងដែលបណ្ដាលឲ្យលោកសុធនដែលជាស្វាមីបានបាត់បង់ជីវិតភ្លាមៗតែម្ដងពេលដែលស្វាមីរបស់គាត់ស្លាប់ហើយគាត់អត់បានខលហៅឡានពេទ្យឬមួយក៏ហៅប៉ូលីសឲ្យមកមើលទេនៅពេលហ្នឹងគឺគាត់ចេញមកខាងក្រៅបន្ទប់ទទួលភ្ញៀវនោះអង្គុយអោបកូនទាំងពីរនាក់របស់គាត់រហូតដល់ម៉ោង 9:30 នាទីយប់ម្ចាស់ហាងនំដូណាត់ដែលជាមិត្តភ័ក្តិរបស់ពួកគាត់ទាំងពីរនាក់ហ្នឹងបានទៅគោះទ្វារផ្ទះគាត់ម្ចាស់ហាងដូណាត់ហ្នឹងគាត់ក៏ជាជនជាតិខ្មែរដែរគាត់មានឈ្មោះថាអ៊ុនសម្បូរហើយមូលហេតុដែលលោកសម្បូរគាត់មកគោះទ្វារផ្ទះទាំងយប់ហ្នឹងគឺដោយសារតែលោកសម្បូរគាត់បានខលមកកាន់លោកសុធនចំនួន31ដងប៉ុន្តែអត់មានការឆ្លើយតបអត់មានការលើកទូរស័ព្ទរបស់គាត់អញ្ចឹងហើយលោកសម្បូរហ្នឹងក៏មកតាមដល់ផ្ទះតែម្ដងហើយមូលហេតុដែលលោកសម្បូរខលមកដល់ទៅ31ដងហ្នឹងគឺដោយសារតែមុនពេលកើតហេតុលោកស្រីលឹមធីរីបានពឹងពាក់លោកសម្បូរឲ្យជួយទិញសំបុត្រយន្តហោះមកខ្មែរជួយទិញឲ្យគាត់ចំនួន3ស្លឹកសម្រាប់មនុស្ស3នាក់គឺលោកស្រីលឹមធីរីហើយនិងកូនទូចៗរបស់គាត់2នាក់ហ្នឹងចំណែកឯលោកសម្បូរគឺគាត់អត់ទិញសំបុត្រយន្តហោះមកទេគឺពួកគាត់មកតែ3នាក់ម៉ែកូនទេហើយលោកសម្បូរគាត់ក៏បជាទិញសំបុត្រយន្តហោះតាមរយៈអ្នកនៅខ្មែរនៅពេលដែលទិញសំបុត្រយន្តហោះបានហើយអ្នកស្រីលឹមធីរីគាត់ត្រូវវេលុយឲ្យថ្លៃសំបុត្រយន្តហោះទៅឲ្យអ្នកលក់នៅខ្មែរហើយប៉ុន្តែនៅពេលដែលគាត់វេលុយហ្នឹងគាត់បានទៅសេឈ្មោះអ្នកទទួលលុយខុសអញ្ចឹងអ្នកទទួលលុយហ្នឹងគាត់អត់អាចដកលុយហ្នឹងបានទេអញ្ចឹងហើយអ្នកដែលលក់សំបុត្រយន្តហោះនៅខ្មែរហ្នឹងគាត់ក៏តាក់ទងទៅលោកសម្បូរទឿនគាត់ពីព្រោះថាបានសំបុត្រយន្តហោះហើយតែអត់ទទួលបានលុយអញ្ចឹងលោកសម្បូរគាត់ក៏ខលមកលោកសុធនប៉ុន្តែខលមកឡើង31ដងអត់មានការឆ្លើយតបទើបគាត់មកដល់ផ្ទះទាំងយប់ហ្នឹងនៅពេលដែលលោកសម្បូរទៅគោះទ្វារផ្ទះរបស់គាត់គឺកូនប្រុសរបស់គាត់កូនប្រុសទូចហ្នឹងជាអ្នកមកបើកទ្វារឲ្យហើយនៅពេលដែលគាត់ចូលទៅដល់គាត់ឃើញលោកស្រីលឹមធីរីកំពុងតែអង្គុយអោបកូនរបស់គាត់នៅបន្ទប់ទទួលភ្ញៀវនៅអង្គុយនៅលើអិតអង្គុយអោបកូនស្រីរបស់គាត់ទូចនៅហ្នឹងហើយលោកសម្បូរក៏សួរគាត់រកលោកសុធនដោយសួរថាបងសុធននៅណាហើយលោកស្រីធីរីក៏ប្រាប់គាត់ថាលោកសុធននៅខាងក្នុងពេលដែលលោកសម្បូរចូលទៅដល់បន្ទប់គេងគាត់បានឃើញលោកសុធនគេងនៅលើអិតខាងក្រោមហើយគាត់ក៏គោះជើងលោកសុធនពី3ដងហៅលោកសុធនប៉ុន្តែគាត់អត់ភ្ញាក់គាត់អត់ដឹងខ្លួនក្រោយមកទើបលោកសម្បូរគាត់មើលទៅក្បាលរបស់លោកសុធនក៏ឃើញមានឈាមដេកនៅក្នុងថ្លុកឈាមនៅពេលហ្នឹងគឺលោកសម្បូរគាត់ភ័យខ្លាំងមែនទែនគាត់រត់ចេញពីផ្ទះហ្នឹងចេញមកខាងក្រៅតែម្ដងគាត់អត់និយាយអីទាំងអស់គាត់រត់ចេញមកខាងក្រៅពេលដែលលោកសម្បូរចេញមកខាងក្រៅហ្នឹងហើយគាត់ក៏អត់បានខលប្តឹងប៉ូលីសដែរហើយមូលហេតុដែលលោកសម្បូរអត់ខលប្តឹងប៉ូលីសដោយសារតែគាត់អត់សូវចេះនិយាយភាសាអង់គ្លេសអញ្ចឹងគាត់អត់ដឹងថាខលទៅប៉ូលីសនិយាយប្រាប់ប៉ូលីសថាម៉េចទេទើបលោកសម្បូរហ្នឹងគាត់សម្រេចចិត្តតាក់ទងទៅមិត្តភក្តិរបស់គាត់ម្នាក់ទៀតដែលចេះអង់គ្លេសច្រើនគាត់មានឈ្មោះថាកែវសវណ្ណឌីចឹងគាត់បានហៅមិត្តភក្តិរបស់គាត់ដែលឈ្មោះថាសវណ្ណឌីហ្នឹងឲ្យមកផ្ទះកន្លែងកាត់ហេតុនៅពេលដែលលោកសវណ្ណឌីហ្នឹងមកដល់គាត់បានឃើញហេតុការណ៍នៅក្នុងផ្ទះហ្នឹងលោកសវណ្ណឌីហ្នឹងក៏គាត់បានខលប្តឹងប៉ូលីសនៅពេលហ្នឹងក្រោយពីប៉ូលីសបានចុះមកវាស់វែងផ្ដិតយកទិដ្ឋភាពនៅកន្លែងកើតហេតុអស់ហើយប៉ូលីសក៏បានចាប់ខ្លួនលោកស្រីលឹមធីរីយកទៅសួរចម្លើយពីព្រោះថានៅក្នុងផ្ទះហ្នឹងទាំងមូលគឺមានគ្នាតែ4នាក់ទេមានលោកអិនសុធនដែលជាស្វាមីលោកស្រីលឹមធីរីហើយនិងកូនទូចៗរបស់គាត់ចំនួន2នាក់ទៀតអញ្ចឹងកូនទូ
ទូចរបស់គាត់ទាំងពីរអ្នកហ្នឹងមិនអាចជាជនសង្ស័យទេជនសង្ស័យដែលប៉ូលីសកំណត់មុនគេគឺលោកស្រីលឹមធីរីដែលជាភរិយានឹងឯងមុនដំបូងប៉ូលីសបានសួរគាត់ជាច្រើនអំពីហេតុការណ៍ដែលបានកើតឡើងនឹងប៉ុន្តែគាត់អត់បានឆ្លើយទេដោយសារតែគាត់អត់ចេះនិយាយភាសាអង់គ្លេសហើយចុងក្រោយបានគេដឹងថាគាត់ព្យាយាមលេបថ្នាំសម្រាប់ខ្លួនគាត់លេបថ្នាំល្ងុយដេកចំនួន30គ្រាប់ក្នុងបំណងសម្រាប់ខ្លួនដើម្បីឲ្យស្លាប់ទៅជាមួយនឹងស្វាមីរបស់គាត់ដែរហើយនៅពេលហ្នឹងប៉ូលីសក៏បានបញ្ជូនគាត់ទៅមន្ទីរពេទ្យដើម្បីឲ្យគេត្រួតពិនិត្យសុខភាពគាត់ហើយក៏មានប៉ូលីសរងចាំតាមដានមើលគាត់ដែរពីព្រោះថាខ្លាចគាត់សម្លាប់ខ្លួនម្ដងទៀតហើយក្រោយមកអ្នកស៊ើបអង្កេតក៏បានសាកសួរគាត់សារថ្មីប៉ុន្តែគាត់អត់ចេះអង់គ្លេសអញ្ចឹងក៏គេបានតាក់ទងទៅរកអ្នកបកប្រែជាភាសាខ្មែរឲ្យគាត់ហើយការនិយាយតាក់ទងគ្នាហ្នឹងគឺបកប្រែតាមរយៈការនិយាយទូរស័ព្ទហើយអ្នកបកប្រែហ្នឹងគាត់ក៏បកប្រែទៅតាមអ្វីដែលលោកស្រីលឹមធីរីបាននិយាយគាត់ប្រាប់ថានៅថ្ងៃកាត់ហេតុគាត់បានលេងកាភ្លើងស្វាមីរបស់គាត់លេងចុះលេងឡើងក៏វារាកាយត្រូវស្វាមីរបស់គាត់ទៅហើយបើយោងតាមកាមេរ៉ាសុវត្ថិភាពនៅក្នុងបន្ទប់ទទួលភ្ញៀវរបស់គាត់ដែលប៉ូលីសយកមកបានគេបានរកឃើញថាឃើញលោកស្រីលឹមធីរីនឹងគាត់កាន់កាភ្លើងខ្លីរបស់ស្វាមីរបស់គាត់ហ្នឹងហើយនឹងក៏មានកូនកវិតដែលមានដងពណ៌ខ្មៅមួយដែរគាត់កាន់លេងដើរចុះដើរឡើងទាំងមុនពេលកើតហេតុហើយនឹងក្រោយពេលកើតហេតុហើយមូលហេតុដែលផ្ទះរបស់គាត់មានកាភ្លើងដោយសារតែស្វាមីរបស់គាត់គឺជាអតីតទាហានរបស់សហរដ្ឋអាមេរិកអញ្ចឹងគាត់មានកាភ្លើងនឹងជារឿងធម្មតាទេហើយកាភ្លើងរបស់គាត់នឹងមានដល់ទៅ3ដើមណោះមានកាភ្លើងខ្លី2ដើមហើយកាភ្លើងវែង1ដើមក្រោយពីហេតុការណ៍បានកើតឡើងហ្នឹងប៉ូលីសបានប្រមូលយកភស្តុតាងទាំងអស់ដែលមាននៅក្នុងផ្ទះហ្នឹងមានទាំងខោអាវហើយនិងស្រោមខ្នើយដែលប្រឡាក់ឈាមទាំងអស់ហ្នឹងយកទៅត្រួតពិនិត្យធ្វើកសលវិច័យបើយើងសម័យមើលទៅទស្សនវិជ្ជានៅក្នុងបន្ទប់គេងរបស់គាត់គឺមានខែមួយដែលរុញផ្អឹបជាប់នឹងជាងមួយខាងហើយលោកស្រីលឹមធីរីគាត់នៅលើខែផ្នែកជាប់ជាងចំណែកលោកសុធនដែលជាស្វាមីគាត់នៅខាងផ្នែកចុងមួយខាងទៀតដែលមានផ្លូវដើរចេញចូលហើយលោកស្រីលឹមធីរីគាត់បាននិយាយថាគាត់អង្គុយនៅផ្នែកខាងជាប់ជាងហើយក៏កាន់កាភ្លើងលេងទៅក៏រាកាយត្រូវស្វាមីរបស់គាត់ប៉ុន្តែបន្ទាប់ពីការវាស់វែងធ្វើកសលវិច័យហើយនឹងការវិភាគផ្សេងៗនៅកន្លែងកើតហេតុគេបានវិភាគឃើញថាលោកសុធនកំពុងតែគេងលក់នៅលើខែរបស់គាត់ហើយគាត់គេងបែរមុខមកខាងចុងខែខាងកន្លែងដែលមានផ្លូវដើរចេញចូលអញ្ចឹងបើសិនជាលោកស្រីលឹមធីរីពិតជារាកាយកាភ្លើងមែនគ្រាប់កាភ្លើងនោះប្រកាសជាបាញ់ចំផ្នែកខាងក្រោយក្បាលធ្លុះចេញមកមុខឯងក៏ប៉ុន្តែអ្វីដែលអ្នកស៊ើបអង្កេតបានរកឃើញគឺគេរកឃើញថាគ្រាប់កាភ្លើងហ្នឹងមិនមែនបាញ់ចេញពីលើខែមកទេគឺបាញ់ចេញពីផ្នែកខាងមុខនៃជនរងគ្រោះហើយរយៈចម្ងាយដែលបាញ់ហ្នឹងអត់ឆ្ងាយទេមានចម្ងាយពីជនរងគ្រោះហ្នឹងប្រហែលជាតាម1ម៉ែត្រអីទេហើយនឹងតាមការត្រួតពិនិត្យនិងកសលវិច័យទៅលើកាភ្លើងដែលបានប្រើប្រាស់នៅក្នុងហេតុការណ៍ហ្នឹងណាគឺបានបង្ហាញថានៅលើកាភ្លើងហ្នឹងគឺមានស្នាមកញ្ចៅដៃរបស់លោកស្រីលឹមធីរីជាមួយនឹងស្នាមកញ្ចៅដៃរបស់ស្វាមីរបស់គាត់គឺលោកសុធនអញ្ចឹងតាមផុសតាងទាំងអស់ដែលប៉ូលីសប្រមូលបានគេបានដាក់បន្ទុកថាលោកស្រីលឹមធីរីមានចេតនានៅក្នុងការប៉ុនប៉ងធ្វើឃាតស្វាមីរបស់គាត់មិនមែនជាគ្រោះថ្នាក់ដែលកើតឡើងដោយចៃដន្យទេហើយតុលាការក៏បានបើកសវនាការរយៈពេល3ថ្ងៃនៅថ្ងៃទី28 29 30ខែមេសាឆ្នាំ2025ដែលទើបតែកន្លងទៅថ្មីប្រហែលថ្ងៃនេះឯងក្រោយពីបើកសវនាការអស់រយៈពេល3ថ្ងៃគណៈវិនិច្ឆ័យទាំង12រូបនៅក្នុងតុលាការបានចំណាយពេលត្រឹមតែ1ម៉ោង20នាទីនៅក្នុងការសម្រេចទោសលោកស្រីលឹមធីរីថាគាត់ពិតជាមានចេតនានៅក្នុងការសម្លាប់ស្វាមីរបស់គាត់មែនហើយទោសរបស់គាត់គឺគាត់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពេញមួយជីវិតពីបទឃាតកម្មគិតទុកជាមុនក៏ប៉ុន្តែនៅក្នុងអង្គហេតុជំនុំជម្រះក្តីនៅក្នុងតុលាការលោកស្រីលឹមធីរីហើយនិងមេធាវីរបស់គាត់បានជ្រើសរើសយកការមិនបំភ្លឺមិនផ្ដល់ចម្លើយអ្វីទាំងអស់ទៅកាន់តុលាការឬក៏អ្នកស៊ើបអង្កេតក្តីគឺថាទុកឲ្យអ្នកច្បាប់គេស្វែងរកចម្លើយដោយខ្លួនឯងចឹងណាដោយសារតែចម្លើយដែលគាត់ផ្ដល់ឲ្យគឺគាត់បានផ្ដល់ចម្លើយថាវាគឺជាគ្រោះថ្នាក់ដែលកើតឡើងដោយចៃដន្យហើយនៅក្នុងថ្ងៃបើកសវនាការប្អូនប្រុសរបស់លោកសុធនដែលជាជនរងគ្រោះក៏បានចូលមកបំភ្លឺនៅក្នុងតុលាការដែរហើយប្អូនរបស់លោកសុធនដែលជាជនរងគ្រោះហ្នឹងគាត់បានបំភ្លឺថាលោកសុធនហ្នឹងគាត់ស្រឡាញ់ប្រពន្ធរបស់គាត់ខ្លាំងណាស់គាត់អត់ដែរឲ្យប្រពន្ធគាត់ធ្វើអីទេអញ្ចឹងគាត់ស្រឡាញ់ខ្លាំងមែនទែនហើយលោកស្រីលឹមធីរីដែលជាម្ចាស់សម័យខ្លួនហ្នឹងគាត់ក៏ធ្លាប់បានប្រាប់ប៉ូលីសដែរថាស្វាមីរបស់គាត់ស្រឡាញ់គាត់ខ្លាំងណាស់ស្វាមីរបស់គាត់គឺជាមនុស្សល្អហើយស្រឡាញ់ប្រពន្ធខ្លាំងហើយបើតាមចម្លើយរបស់ពួកគាត់ទាំងពីរនាក់ហ្នឹងគឺឃើញថាស៊ីគ្នាជាមួយនឹងកាមេរ៉ាសុវត្ថិភាពដែលប៉ូលីសបានឃើញទៀតនៅមុនពេលកើតហេតុហ្នឹងប៉ូលីសបានមើលនៅក្នុងកាមេរ៉ាសុវត្ថិភាពបានបង្ហាញថាប្តីប្រពន្ធរបស់ពួកគាត់មានភាពល្អើនឹងគ្នានៅពេលដែលប្តីគាត់មកពីធ្វើការវិញក៏ពួកគាត់អោបថើបគ្នាហើយស្វាមីរបស់គាត់ហ្នឹងក៏កេងកោយផ្លូវរបស់ប្រពន្ធគាត់អីល្អើជាធម្មតាអញ្ចឹងទៅប៉ុន្តែត្រឹមតែប្រហែលម៉ោងសោះក៏មានរឿងហេតុនឹងបានកើតឡើង
អញ្ចឹងនៅក្នុងសាច់រឿងហ្នឹងវានៅតែមានចម្ងល់មានអាចកំបាំងនៅក្នុងហ្នឹងដោយសារតែម្ចាស់សម័យខ្លួនគាត់អត់បានផ្ដល់ចម្លើយអីទាំងអស់ទៅកាន់ប៉ូលីសទោះបីជាតុលាការបានចេញសេចក្តីសម្រេចទោសមកហើយក៏ដោយក៏យើងនៅតែអត់ដឹងការពិតថានៅពីក្រោយខ្នងនៃរឿងហ្នឹងមានរឿងអីកើតឡើងឲ្យពិតប្រាកដតែវាពិតជារឿងគ្រោះថ្នាក់ដោយចៃដន្យដោយដែលលោកស្រីលឹមធីរីបាននិយាយមែនឬក៏មានចេតនាដោយដែលអ្នកស៊ើបអង្កេតបានវិនិច្ឆ័យពីព្រោះថាការពិតគឺមានតែលោកស្រីលឹមធីរីទេដែលគាត់ដឹងច្បាស់ហើយក្រោយពីបានបញ្ចប់សាវនាការអ្នកសារព័ត៌មានបានព្យាយាមតាក់ទងទៅកាន់ក្រុមគ្រួសាររបស់លោកស្រីលឹមធីរីដើម្បីចង់ដឹងបន្ថែមអំពីរឿងរ៉ាវមួយហ្នឹងហើយក្រុមគ្រួសាររបស់លោកស្រីលឹមធីរីក៏បានប្រាប់អ្នកសារព័ត៌មានថាគាត់ពិតជាមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរទៀតផងតាំងពីជំនាន់កូវីដមកម្លេះហើយមូលហេតុដែលគាត់ទិញសំបុត្រយន្តហោះមកខ្មែរហ្នឹងគឺដោយសារតែគាត់មានបំណងចង់មកព្យាបាលជំងឺផ្លូវចិត្តរបស់គាត់នៅខ្មែរហើយមួយទៀតគាត់ទិញសំបុត្រយន្តហោះហ្នឹងមកតែ3នាក់អត់មកទាំង4នាក់ទាំងស្វាមីរបស់គាត់ដោយសារតែគាត់អត់សូវមានលុយពីព្រោះថាក្នុងតម្លៃសំបុត្រយន្តហោះ3នាក់របស់គាត់ជាមួយនឹងកូនទូចៗរបស់គាត់2នាក់ហ្នឹងចំណាយអស់ដល់ទៅ2700ហើយបើសិនជាចំណាយសំបុត្រយន្តហោះដល់ទៅ4នាក់វាច្រើនពេកអញ្ចឹងហើយបានជាគាត់សម្រេចថាទិញយកតែ3នាក់ទេហើយក្រុមគ្រួសារគាត់ក៏បាននិយាយទៅថាលោកស្រីលឹមធីរីហ្នឹងគាត់មានជំងឺផ្លូវចិត្តធ្ងន់ធ្ងរតាំងពីយូរមកហើយគាត់ក៏ធ្លាប់ព្យាយាមលេបថ្នាំសម្លាប់ខ្លួនដល់ទៅ2ដងហើយដែរហើយចំណែកមូលហេតុដែលលោកស្រីលឹមធីរីគាត់កើតជំងឺផ្លូវចិត្តហ្នឹងក៏អត់មានអ្នកណាគេដឹងដែរក្រុមគ្រួសារអីហ្នឹងបានមកត្រឹមដឹងថាគាត់ព្យាយាមលេបថ្នាំសម្លាប់ខ្លួនដោយសារតែគាត់កើតជំងឺផ្លូវចិត្តរហូតមកដល់មួយរយៈចុងក្រោយនេះគឺគាត់មានឈឺកាពះទៀតរហូតដល់គាត់ហូបអីលែងបានណាលែងហូបបាយលែងហូបអីចឹងហើយហ្នឹងហើយជាមូលហេតុដែលគាត់ព្យាយាមចង់មកខ្មែរដើម្បីមកពេទ្យព្យាបាលហើយចំណែកឯកូនទូចៗរបស់ពួកគាត់ទាំងពីរនាក់ហ្នឹងគឺត្រូវបានប្អូនប្រុសរបស់លោកសុធនគាត់ទទួលយកទៅមើលថែពីព្រោះថាឪពុកក៏បានស្លាប់ទៅហើយម្ដាយក៏ត្រូវជាប់ពន្ធនាគារមួយជីវិតទៀតចំណែកឯមូលហេតុនៅពីក្រោយខ្នងនៃឃាតកម្មមួយហ្នឹងវានៅតែជារឿងអាចកំបាំងដែលយើងនៅតែអត់ទាន់ដឹងចម្លើយពិតប្រាកដមកពីជនសង្ស័យអញ្ចឹងបើសិនជាមានការបំភ្លឺបន្ថែមឬក៏មានផុសតាងអ្វីដែលថ្មីតាក់ទងជាមួយនឹងករណីឃាតកម្មមួយហ្នឹងខ្ញុំនឹងអាប់ដេតជូនបងប្អូនទាំងអស់គ្នានៅវីដេអូក្រោយទៀតជាចុងក្រោយខ្ញុំមានតែចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំទៅដល់ក្រុមគ្រួសាររបស់លោកសុធនហើយក៏សង្ឃឹមថាកូនទូចរបស់ពួកគាត់ទាំងពីរនាក់ទទួលបានការមើលថែបានល្អដិតដល់ហើយក៏សង្ឃឹមថាពួកគាត់នៅពេលដែលធំឡើងគាត់នឹងមិនចងចាំមិនដិតដាមជាមួយនឹងរឿងឃាតកម្មដែលបានកើតឡើងនៅក្នុងក្រុមគ្រួសាររបស់គាត់ដែលកើតឡើងនៅនឹងមុខគាត់ទេពីព្រោះថាក្មេងនៅពេលដែលគាត់ឃើញរឿងហេតុការណ៍រន្ធត់មួយនឹងផ្ទាល់ភ្នែករបស់គាត់វាអាចនឹងជះឥទ្ធិពលដល់ពួកគាត់រហូតទៅដល់ថ្ងៃក្រោយទៀតអញ្ចឹងឥទ្ធិពលអាក្រក់វានឹងបន្តកតុយគ្នាទៅអញ្ចឹងមានតែជូនពរហើយសង្ឃឹមថាអូនទូចទាំងពីរនាក់នឹងមានផ្លូវចិត្តដែលល្អរឹងមាំហើយនឹងមានអនាគតដែលល្អប្រសើរអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ជូនពរអ្នកទាំងអស់គ្នាសំណាងល្អសុខភាពល្អជួបគ្នាវីដេអូក្រោយ